មន់នេះគឺខ្ញុំប្រើជាមន់ស្រែមួយក្បាលបងប្អូនអាចប្រើជាមន់ខ្មៅដូចខ្ញុំអញ្ចឹងក៏បានឬក៏មន់ធម្មតាក៏បានដែរមន់នឹងយើងលាងទឹកលាងឲ្យស្អាតហើយទុកវាទាំងមូលមកគ្រឿងបន្ទាប់មកទៀតនឹងយើងមានជាការ៉ុតស្លឹកខ្ទឹមជីវ៉ាន់ស៊ុយខ្ទឹមសខ្ទឹមក្រហមអីហ្នឹងសម្រាប់ការ៉ុតគឺខ្ញុំប្រើ2មើមយើងកាត់ក្បាលកាត់កតុយចិតសបកចិត្តឲ្យស្អាតហើយហាន់វាជាកង់រាងខ្លីៗអញ្ចឹងមកហើយបន្ទាប់ពីនឹងមកគឺយើងមានជាជីវ៉ាន់ស៊ុយនេះយើងកាត់ផ្នែករឹសទុកម្ដុំហើយផ្នែកស្លឹកនេះយើងប្រើសម្រាប់ធ្វើជាជីរោយតាមក្រោយហើយសម្រាប់ស្លឹកខ្ទឹមនេះយើងប្រើ2 3គល់យើងមូលវាចូលគ្នាអញ្ចឹងមកហើយបន្ទាប់មកទៀតហ្នឹងគឺយើងមានជាម្ទេសឆ្អើរឬក៏ម្ទេសក្រៀមនឹងអានឹងបងប្អូនដាក់ក៏បានអត់ក៏បានដែរខ្ទឹមសខ្ទឹមក្រហមយើងប្រើវា2 3កំពឹសដូចគ្នាមកហើយបន្ទាប់មកនេះគឺជាមើមថ្នាំចិនណាបងប្អូនសម្រាប់មើមថ្នាំចិនហ្នឹងគឺគេច្រកកញ្ចប់អញ្ចឹងមួយកញ្ចប់ហ្នឹងគឺវារាងច្រើនដែរអញ្ចឹងហើយគឺខ្ញុំដាក់តែពាក់កណ្ដាលទេតទៅយើងត្រៀមគ្រឿងក្រូចរួចរាល់ហើយយើងមកដាក់ដាំទឹកដើម្បីធ្វើស៊ុបហ្មងដំបូងគេហ្នឹងគឺយើងដាក់ខ្ទឹមសខ្ទឹមក្រហមចូលក្នុងនឹងមកយើងដាក់ជីវ៉ាន់ស៊ុយស្លឹកខ្ទឹមហើយនឹងមើមថ្នាំចិនហ្នឹងមើមថ្នាំចិនអានេះគឺមានគ្រប់មុខហ្មងណាបងប្អូនមួយមុខបន្តិចចឹងទៅហើយសម្រាប់មើមថ្នាំចិនហ្នឹងភាគច្រើនគឺមានលក់នៅតាមផ្សារទំនើបតាមម៉ាតអីអញ្ចឹងណាបន្ទាប់ពីយើងដាក់ដាំទឹកឲ្យពុះហើយចាំយើងដាក់គ្រឿងចូលដំបូងគេហ្នឹងគឺខ្ញុំប្រើដុំស៊ុបចំនួន2ដុំទឹកត្រី2ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេហើយនឹងស្ករកន្លះស្លាបព្រាបាយសម្រាប់ស៊ុបនេះគឺគេអត់យកប្រៃទេណាបងប្អូនរសជាតិហ្នឹងយករាងសាបបានល្មមបានហើយបន្ទាប់ពីយើងដាក់គ្រឿងក្រូចចូលរួចរាល់ហើយបាទខ្ញុំដាក់មាន់ចូលហើយដាក់ការ៉ុតចូលរំងាស់ជាមួយគ្នាហ្មងបាទសម្រាប់ម្ទេសក្រៀមនេះវិញគឺយើងអត់ទាន់ដាក់ទេគឺយើងចាំដាក់តាមក្រោយសម្រាប់មាន់នេះខ្ញុំរំងាស់បានប្រហែលជាខ្ទង់កន្លះម៉ោងគឺយើងប្រែវាម្ដងប្រែពីលើទៅក្រោមពីក្រោមទៅលើអញ្ចឹងណាដើម្បីឲ្យសាច់មាន់របស់យើងនេះឆ្អិនស្មើគ្នាល្អហើយសម្រាប់គ្រឿងថ្នាំចិនហ្នឹងក៏យូរដែរបងប្អូននិយាយទៅតើខ្ទង់ប្រហែល1ម៉ោងអីចឹងណាបានគ្រឿងទាំងអស់នឹងផុយអានេះបន្ទាប់ពីខ្ញុំរំងាស់បានប្រហែលជាខ្ទង់50នាទីបាទខ្ញុំដាក់ម្ទេសក្រៀមចូលសម្រាប់ស៊ុបមើមថ្នាំចិនហ្នឹងយើងរំងាស់ឲ្យយូរបន្តិចបងប្អូនបើសិនជាយើងរំងាស់ត្រឹមកន្លះម៉ោងអីទេទោះបីជាមាន់របស់យើងផុយមែនប៉ុន្តែគ្រឿងមើមថ្នាំចិនហ្នឹងវាអត់ទាន់ចេញជាតិបានល្អអត់ទាន់ផុយទេបងប្អូនអញ្ចឹងហើយរំងាស់វារៀងយូរបន្តិចមកហើយសម្រាប់ខ្ញុំនេះរំងាស់សរុបហ្នឹងប្រហែលជាខ្ទង់ចិត្ត1ម៉ោងអញ្ចឹងណាបន្ទាប់ពីឃើញថាសាច់មាន់របស់យើងផុយហើយបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តប៉ុន្តែសម្រាប់ខ្ញុំដាក់គ្រឿងតែម្ដងគឺត្រូវហើយបងប្អូនអញ្ចឹងខ្ញុំអត់ចាំបាច់ថែមថយអីទៀតទេហើយចុងក្រោយគេហ្នឹងយើងគ្រាន់តែរោយជីវ៉ាន់ស៊ុយទៅគឺរួចរាល់